ខ្ញុំសូមរៀបរាប់អាការៈរបស់បងប្អូនម្នាក់ដែលគាត់មានជំងឺបាក់ទឹកចិត្តរ៉ាំរ៉ៃរយៈពេល30ឆ្នាំហើយគាត់បានព្យាបាលជាជាមួយខ្ញុំក្នុងរយៈពេល1ឆ្នាំជាងនៅពេលដែលគាត់មកជួបខ្ញុំគាត់ប្រាប់ខ្ញុំថាគាត់មានអារម្មណ៍មិនល្អពិបាកនៅក្នុងខ្លួនខ្លាំងអត់មានពេលណាស្លាប់មុខស្លាប់មាត់សោះឡើយអារម្មណ៍កជ្រោលខ្លាចភាពអ៊ូអរពេលដែលមិត្តភក្តិគាត់ហៅគាត់ទៅជួបជុំគ្នាគាត់អត់សូវចង់ទៅទេមានអារម្មណ៍ថាខ្លួនឯងឯកោបើបាននិយាយមួយគេគឺនិយាយច្រើនហ្មងតែបើពេលណាដែលអត់មានអីនិយាយគឺស្ងៀមស្ងាត់សូន្យឆឹងតែម្ដងហើយពេលខ្លះគឺមិនដឹងថាត្រូវនិយាយអីគេឆាប់ខឹងអត់មានអ្នកគេគាំទ្រគាត់សោះឡើយនៅពេលដែលគាត់ទៅរកសេវាព្យាបាលគាត់ថាគាត់ធ្វើអីអត់កើតសោះគាត់ខ្លាចមនុស្សគាត់ភ័យខ្លាចច្រើនគាត់បារម្ភច្រើនការងារខ្លះគាត់តែងតែប្រកែកបំផុំធ្វើខ្លាចខ្លួនឯងធ្វើទៅមិនបានល្អខ្លាចមេស្ដីឲ្យបើគេមិនសូវរេតាក់មួយគាត់ក៏មិនចង់និយាយជាមួយគេដែរគាត់មានអារម្មណ៍ថាមិនល្អសឹងទៅរាល់ថ្ងៃអារម្មណ៍គាត់តបប្រមល់ដោយសារតែគាត់មានជំងឺបែបនេះហើយធ្វើឲ្យគាត់បោះបង់នៅឱកាសការងារជាច្រើនកូនចៅរបស់គាត់គេឡើងតំណែងអស់ហើយគាត់អត់ព្រមទទួលយកតំណែងណាមួយដែលមេគាត់ឲ្យទេចិត្តគាត់ចង់ធ្វើការងារខ្ពស់តែចិត្តមួយទៀតចង់គិតថារស់នៅធម្មតាទៅបានហើយអារម្មណ៍គាត់ច្របូកច្របល់ចូលគ្នាអត់ដឹងថាគួរតែសម្រេចចិត្តយកមួយណាពេលនៅផ្ទះម្នាក់ឯងក៏មានចិត្តច្រើនឆេវឆាវមានរឿងអីរដាក់ខ្លួនរហូតមើលឃើញរឿងគ្រប់បែបយ៉ាងសុទ្ធតែរឿងអវិជ្ជមានហើយពេលឃើញចំណុចអវិជ្ជមានទាំងអស់ហ្នឹងហើយធ្វើគាត់លេងចង់ធ្វើអីទាំងអស់គាត់ខ្ជិលមែនតើហើយគាត់ពិបាកគេងអត់លក់គេងឆាប់ភ្ញាក់គេងមកដល់ពេលដែលគាត់គេងគាត់ភ្ញាក់មួយវិញក៏មានអារម្មណ៍អស់កម្លាំងកាហាយក្បាលឈឺក្បាលជោគរយកកាហាយពេញខ្លួនហើយឈឺកាពះសឹងទៅរាល់ខែតែពេលដែលគាត់អត់ញ៉ាំអីឬក៏ញ៉ាំអីអត់ទាន់ណាធ្វើឲ្យអារម្មណ៍គាត់ចិត្តគាត់ឆេវឆាវមួម៉ៅខ្លាំងមែនតើហើយគាត់ញ៉ាំថ្នាំកាពះនិងថ្នាំមេឡាតូនីនរាល់ថ្ងៃប៉ុន្តែនៅតែគេងអត់លក់ទៀតអាសាភ្ញាក់រាល់យប់ហើយភ្ញាក់ហើយគេងវែងលេងលក់គាត់ចង់ញ៉ាំបៀដើម្បីបំបត្តិទុក្ខប៉ុន្តែដល់ពេលគាត់ញ៉ាំបៀទៅវាកាន់តែធ្វើទុក្ខគាត់ថែមទៀតពេលខ្លះគាត់ចង់យំតែយំអត់ចាញ់ទេគាត់ចង់ដើរលេងប៉ុន្តែមិនដឹងថាគួរទៅណាអារម្មណ៍គាត់ចង់អត់បានឆាប់បែកអារម្មណ៍ទៅពេលធ្វើការអ្វីដែលគាត់ធ្លាប់ចូលចិត្តទៅគាត់លេងចង់ទៅដូចមុនហើយពេលខ្លះទៀតក៏ពងសារលើសัตว์ហើយបោកប្រាស់របស់របរទៀតក៏មានដែរទាំងអស់នេះគឺជាអាការៈនៃជំងឺថ្នាក់ទឹកចិត្តរបស់អ្នកជំងឺដែលគាត់បានព្យាបាលជាសះស្បើយរួចរាល់ហើយក៏បានបញ្ចប់ថ្នាំរួចរាល់ហើយដែរ